សួស្តីបងប្អូនសិស្សនិស្សិតទាំងអស់គ្នាថ្ងៃនេះជួបជាមួយគ្រូសាជាថ្មីម្ដងទៀតហើយថ្ងៃនេះផងដែរគ្រូមានគោលបំណងមួយក្នុងការចែករំលែកនៅបញ្ញត្តិថ្មីមួយទៀតដែលតកតងជាមួយនឹងខ្លឹមសារមេរៀនទី2ការបង្កើតថ្មីត្រង់មាតិកាទី2ស្ដីអំពីដើមកំណើតនៃការបង្កើតថ្មីដែលដើមកំណើតនៃការបង្កើតថ្មីនេះយើងឃើញថាដើមកំណើតនៃការបង្កើតថ្មីគឺអាចកើតឡើងបានលុះត្រាតែវាបានឆ្លងកាត់នៅដំណាក់កាល3យ៉ាងមែនអត់នៅតាមនៅក្នុងខ្លឹមសារសភៅមេរៀនរបស់យើងសិលធម៌ពលរដ្ឋវិទ្យាដែលដំណាក់កាល3យ៉ាងនោះទី1គឺឥន្ទ្រីយារម្មណ៍ទី2គឺរូបភាពនិងទី3គឺរូបអារម្មណ៍ឬក៏មនោគតិហើយកាលពីវីដេអូឃ្លីបមុនគ្រូបានពន្យល់អំពីឥន្ទ្រីយារម្មណ៍រួចហើយថាតើឥន្ទ្រីយារម្មណ៍គឺជាអ្វីអញ្ចឹងយើងរំលឹកមេរៀនយើងតិចមកឥន្ទ្រីយារម្មណ៍គឺជាអ្វីបាទប្រសិនបើយើងយោងតាមខ្លឹមសារនៃសភៅមេរៀនរបស់យើងសិលធម៌ពលរដ្ឋវិទ្យាថ្នាក់ទី12បានលើកឡើងថាឥន្ទ្រីយារម្មណ៍គឺជាបាតុភូតចិត្តសរីរវិទ្យាដែលកើតឡើងដោយសារតែរំញោចទៅលើសរីរាង្គឥន្ទ្រីណាមួយនៅពេលដែលរំញោចដែលបានកើតឡើងទៅលើអង្គនៃសរីរាង្គឥន្ទ្រីណាមួយបង្កើតឡើងបានទៅជាបាតុភូតនៃចិត្តមួយបាតុភូតនៃចិត្តនោះលោកឲ្យឈ្មោះថាឥន្ទ្រីយារម្មណ៍នឹងឯងដែលបាតុភូតនៃចិត្តឬមួយក៏ឥន្ទ្រីយារម្មណ៍នោះកើតឡើងបានដោយសារតែដំណាក់កាល3យ៉ាងទៀតពោលគឺដំណាក់រូបវិទ្យាដំណាក់សរីរវិទ្យានិងដំណាក់ចិត្តវិទ្យាដែលដំណាក់រូបវិទ្យាបានដល់រំញោចមកប៉ះជាមួយនឹងកោសិកានៃសរីរាង្គរបស់យើងដំណាក់សរីរវិទ្យាមានន័យថាព័ត៌មានដែលរំញោចនៅលើកោសិកានោះបានបញ្ជូនទៅកាន់ខួរក្បាលនិងដំណាក់ចិត្តវិទ្យាខួរក្បាលបានបកស្រាយព័ត៌មាននោះឲ្យចេញទៅជាទស្សនៈពីរយ៉ាងពោលគឺទស្សនៈវេទនានិងទស្សនៈបញ្ញាដែលទស្សនៈវេទនាធ្វើឲ្យយើងមានអារម្មណ៍ឈឺចាប់មានអារម្មណ៍រីករាយមានអារម្មណ៍ទុក្ខសោកឬមួយក៏ក្រៀមក្រោះជាដើមហើយទស្សនៈបញ្ញាមានន័យថាធ្វើឲ្យយើងកើតមាននៅចំណេះដឹងធ្វើឲ្យយើងយល់ឬក៏ធ្វើឲ្យយើងមិនយល់ជាដើមបាទដូច្នេះនេះហើយគឺជាដំណើរការនៃឥន្ទ្រីយារម្មណ៍បន្តមកទៀតយើងឈានចូលដល់ចំណុចទី2ដែលជាខ្លឹមសារគោលមួយនៅក្នុងដើមកំណើតនៃការបង្កើតថ្មីដែរនោះគឺរូបភាពតើអ្វីទៅជារូបភាពអញ្ចឹងរូបភាពប្រសិនបើយើងយោងតាមខ្លឹមសារនៃសភៅសិលធម៌ពលរដ្ឋយើងដដែលលោកបានលើកឡើងថារូបភាពគឺជាលំនឹកគិតនៃចិត្តឆ្ពោះទៅរករឿងរ៉ាវមួយឬឆ្ពោះទៅរកអ្វីមួយដែលខណៈពេលនេះសរីរាង្គឥន្ទ្រីរបស់យើងគឺមិនបានជួបជាមួយនឹងវត្ថុឬបាតុភូតនោះទេក៏ប៉ុន្តែយើងអាចទាញឲ្យវត្ថុឬបាតុភូតនោះលេចឡើងនៅក្នុងគំនិតយើងបានដែលការទាញឲ្យរូបភាពឬក៏បាតុភូតផ្សេងឲ្យវាលេចឡើងនៅក្នុងគំនិតរបស់យើងនោះលោកឲ្យឈ្មោះថារូបភាពនឹងហើយរូបភាពនេះអាចកើតមានបានគឺដោយសារតែមនុស្សយើងធ្វើនៅលំនឹកគិតបាទបើសិនបើមនុស្សយើងមិនបានធ្វើនៅលំនឹកគិតទេក៏រូបភាពមិនអាចកើតមានបានដែរហើយបើនៅពេលដែលយើងធ្វើលំនឹកគិតដែលអាចទាញឲ្យរូបភាពលេចឡើងនៅក្នុងគំនិតនោះបានទៀតសោតលុះត្រាតែរូបភាពឬក៏រឿងរ៉ាវនោះធ្លាប់ឆ្លងកាត់នៅឥន្ទ្រីយារម្មណ៍មានន័យថាប្រសិនបើមិនមានឥន្ទ្រីយារម្មណ៍ក៏យើងមិនអាចធ្វើនៅលំនឹកគិតឆ្ពោះទៅរករូបភាពឲ្យកើតមាននៅក្នុងគំនិតបានដែរដូច្នេះដំណាក់កាលទី1ឥន្ទ្រីយារម្មណ៍គឺសំខាន់ខ្លាំងណាស់ដើម្បីឲ្យមនុស្សយើងមានរូបភាពនៅក្នុងគំនិតនឹងឯងតើយើងធ្វើលំនឹកគិតយ៉ាងម៉េចហើយធ្វើលំនឹកគិតឲ្យរូបភាពនឹងលេចឡើងនៅក្នុងគំនិតយ៉ាងដូចមិនទៅអញ្ចឹងឧទាហរណ៍ប្រសិនបើប្អូនរស់នៅសពថ្ងៃនេះឧទាហរណ៍ប្អូនមានសត្វចិញ្ចឹមមានសត្វមាន់សត្វគោបាទសត្វជ្រូកសត្វក្របីឬសត្វសេះបាទឬឆ្កែកូនឆ្កែកូនអីជាដើមហ្នឹងបើសិនបើនេះគណៈពេលនេះប្អូនកំពុងតែកាន់ទូរស័ព្ទមើលគ្រូទេតែប្អូនអាចធ្វើលំនឹកគិតបានបាទឧទាហរណ៍ប្អូនបិទភ្នែកតិចទៅប្អូននឹកឃើញដល់សត្វចិញ្ចឹមរបស់ប្អូនគឺសត្វចិញ្ចឹមរបស់ប្អូនគឺនឹងលេចឡើងនៅក្នុងគំនិតរបស់ប្អូនតែម្ដងឧទាហរណ៍យើងចិញ្ចឹមសត្វឆ្កែមួយចុះឧទាហរណ៍បើគ្រូផ្ទាល់គ្រូជាអ្នកចិញ្ចឹមសត្វមួយដែលចិញ្ចឹមសត្វឆ្កែមាន2ក្បាលគឺអាជូមួយនិងកាព្រីមួយនៅពេលដែលគ្រូបិទភ្នែកគ្រូអាចសម័យឃើញរូបភាពសត្វនោះបានសត្វចិញ្ចឹមរបស់គ្រូបានដោយការដែលយើងអាចស្រមៃឬនឹកគិតដល់រូបភាពនៃសត្វដែលយើងចិញ្ចឹមនោះឬ
រូបភាពនៃអ្វីដែលយើងធ្លាប់ជួបនោះធ្លាប់ឆ្លងកាត់នោះនឹងហើយគឺជាដំណាក់កាលទី2នៃដើមកំណើតនៃការបង្កើតថ្មីគឺខ្លឹមសារនៃរូបភាពដូច្នេះសរុបសេចក្តីមកវិញអត្ថន័យនិងនិយមន័យនៃរូបភាពមានន័យថាគឺជាលំនឹកគិតនៃចិត្តបាទទៅរកវត្ថុមួយនៅពេលដែលសរីរាង្គឥន្ទ្រីរបស់យើងមិនបានជួបក្នុងពេលបច្ចុប្បន្នបាទនេះគឺជាខ្លឹមសារដែលគ្រូលើកឡើងតាមខ្លឹមសារសភៅនៃមេរៀនសិលធម៌ពលរដ្ឋវិទ្យារបស់យើងតែម្ដងហើយប្រសិនបើបងប្អូនចង់រកឧទាហរណ៍ដោយគ្រូបានជម្រាបជូនចឹងចុះលោកគ្រូតើរូបភាពហ្នឹងវាទាក់ទងអីជាមួយនឹងដើមកំណើតនៃការបង្កើតថ្មីបាទមានន័យថាអ្នកដែលមានសមត្ថភាពក្នុងការបង្កើតថ្មីទាំងអស់លុះត្រាតែមាននៅបញ្ញត្តិនៅក្នុងគំនិតឬក៏រូបភាពដែលលេចឡើងនៅក្នុងគំនិតឧបមាសាមញ្ញមួយចោះថាសម្រាប់វិចិត្រករប្រសិនបើចង់គូររូបមួយឲ្យល្អផូរផង់លុះត្រាតែយ៉ាងម៉េចលុះត្រាតែគាត់មានរូបគំរូមួយមែនទេគាត់មានរូបគំរូមួយដែលគាត់ធ្លាប់បានឃើញធ្លាប់បានគិតធ្លាប់បានជួបបន្តមកទៀតរូបគំរូមួយនោះគឺគាត់ផ្ដិតយកថតយកមកដាក់នៅក្នុងគំនិតរបស់គាត់បាទយកមកដាក់ក្នុងគំនិតរបស់គាត់អញ្ចឹងនៅពេលដែលគាត់គូររូបគឺគាត់ត្រូវសម័យបាទសម័យទៅលើរូបភាពនៅក្នុងគំនិតរបស់គាត់នោះហើយគាត់ព្យាយាមគូរឲ្យវាចេញមកក្រៅនេះហើយគឺជាខ្លឹមសារនៃរូបភាពហើយគ្រូក៏ចង់លើកឧទាហរណ៍ភ្ជាប់គឺបែបហ្នឹងឬក៏យ៉ាងម៉េចទៀតឧទាហរណ៍បើសិនបើជាគ្រូបង្រៀនចោះជាគ្រូបង្រៀនពេលគាត់ទៅបង្រៀនគឺគាត់មានរូបភាពនៅក្នុងគំនិតដែរមានន័យថាគាត់បាន draft បាទគាត់បាន draft ហ្នឹងមានន័យថាម៉េចគាត់បានគ្រោងឆ្អឹងនៃមេរៀនរបស់គាត់ថាតើខ្លឹមសារមេរៀនថ្ងៃនេះគាត់នឹងបង្ហាញបងប្អូនអំពីអ្វីខ្លះគាត់បាន draft នៅក្នុងគំនិតគាត់ស្រាប់បន្ទាប់មកទៀតអ្វីដែលគាត់បានគិតនៅក្នុងគំនិតនោះគាត់យកបញ្ចេញយកមកខាងក្រៅដែលការបញ្ចេញអ្វីដែលមាននៅក្នុងគំនិតមកខាងក្រៅនឹងហើយបង្កើតឲ្យបានទៅជាសកម្មភាពថ្មីមួយបាទដែលនឹងហើយគឺជាការបង្កើតថ្មីនោះបាទដូច្នេះសរុបសេចក្តីមកវិញខ្លឹមសារត្រង់មាតិកា 2.2 ស្តីអំពីរូបភាពគ្រូសូមសរុបសេចក្តីថាសរុបនិយមន័យថាវាគឺជាលំនឹកគិតឆ្ពោះទៅរកវត្ថុមួយខណៈពេលដែលសរីរាង្គឥន្ទ្រីរបស់យើងមិនបានជួបប្រទះក្នុងពេលបច្ចុប្បន្នប៉ុន្តែបើទោះបីជាសរីរាង្គឥន្ទ្រីរបស់យើងមិនបានជួបប្រទះក្នុងពេលបច្ចុប្បន្នក៏ដោយក៏យើងអាចទាញវត្ថុឬក៏រូបភាពដែលយើងគិតនោះឲ្យវាមកលេចឡើងនៅក្នុងគំនិតរបស់យើងបានដែរប៉ុន្តែមនុស្សយើងអាចមានសមត្ថភាពធ្វើបែបនេះបានលុះត្រាតែវត្ថុឬក៏រឿងរ៉ាវឬក៏រូបភាពនោះវាធ្លាប់បានឆ្លងកាត់នៅឥន្ទ្រីយារម្មណ៍បាទដូច្នេះខ្លឹមសារនៃវីដេអូឃ្លីបនៅក្នុងពេលនេះគ្រូសូមចែករំលែកត្រឹមតែប៉ុណ្ណេះចុះហើយប្រសិនបើបងប្អូនចង់សិក្សាស្វែងយល់ឲ្យស៊ីជម្រៅបន្តសូមបងប្អូនទៅបើកសភៅសិលធម៌ពលរដ្ឋវិទ្យាថ្នាក់ទី12ត្រង់ទំព័រទី7ហើយបងប្អូនទៅអានលម្អិតខ្លឹមសារនឹងទៀតទៅបងប្អូននឹងបានឆ្វេងយល់អំពីខ្លឹមសារនឹងតែម្ដងហើយវីដេអូឃ្លីបនេះគ្រូសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះចុះហើយប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានតម្លៃនិងមានខ្លឹមសារជាគតិក្នុងការសិក្សារៀនសូត្ររបស់បងប្អូនលើមុខវិជ្ជាសិលធម៌ពលរដ្ឋសូមបងប្អូនចុច like និងជួយចែករំលែកបន្តបាទហើយក៏សូមជូនពរបងប្អូនដែលស្រឡាញ់ពេញចិត្តនឹងមុខវិជ្ជាសិលធម៌ពលរដ្ឋឲ្យជោគជ័យទៅលើវិធីនៃការសិក្សាមួយនេះហើយជាពិសេសគឺតេតងជាមួយនឹងការប្រឡងដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះបាទសូមអរគុណ